សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាំគ្នាទៅលេងចកាត្រេនហើយក៏បានថតវីដេអូដាក់ក្នុង YouTube ដើម្បីបងប្អូនទស្សនាចាហើយទៅចកាត្រេនមានចកាហ្នឹងវាមានសាវម៉ាវមានត្រេនមានឡងកងប៉ុន្តែមានផ្លែបឺទេចកាហ្នឹងវាមានផ្លែត្រេនច្រើនមែនតើហើយចកាត្រេនហ្នឹងគឺនៅខេត្តកំពង់ចាមនៅអូររាំងឪចាខែនេះដល់ចកាសាម៉ាវត្រេនហើយអញ្ចឹងបើសិនជាបងប្អូនចង់មកលេងខេត្តកំពង់ចាមមកគឺនៅអូររាំងឪគឺមានចកាច្រើនហើយនឹងខ្ញុំចូលចកានេះគឺឆ្នាំទៅនឹងខ្ញុំធ្លាប់ចូលអញ្ចឹងទៅខ្ញុំក៏ចូលមកចកានេះទិញត្រេនទិញអីទៅញ៉ាំទៅត្រេនរបស់គាត់គឺ1គីឡូ17,000ហើយម៉ុនថង1គីឡូ20,000ជាងអញ្ចឹងណាអញ្ចឹងនៅខាងក្រៅគឺលក់ម៉ុនថង1គីឡូតែ15,000ទៅ20,000ឯទេប៉ុន្តែនៅនេះគឺគាត់អត់មានយកពីក្រៅមកទេគឺគាត់បេះពីចការបស់គាត់តែម្ដងហើយនឹងខ្ញុំចង់ញ៉ាំប៉ុន្តែអត់ហ៊ានទិញនៅខាងក្រៅទេព្រោះអីល្បីថាយកពីប្រទេសគេមកពីប្រទេសថៃប្រទេសអីចឹងណាចឹងទៅយើងខ្ញុំក៏អត់ហ៊ានទិញញ៉ាំដែរក៏សម្រេចចិត្តមកចកាមកទិញផ្លែត្រេនយកទៅញ៉ាំត្រេនរបស់គាត់ហ្នឹងឆ្ងាញ់ឈ្ងុយហើយត្រេនម៉ុនថង1គីឡូ22,000ហើយថោកជាងឆ្នាំទៅត្រេនម៉ុនថង1គីឡូ25,000ចាហើយថ្ងៃនេះមេឃភ្លៀង2-3ថ្ងៃឯងបងប្អូនហើយទៅចកាតំណាងណៃមេឃសតុំអត់មានភ្លៀងទេមេឃត្រជាក់ឲ្យឆ្នាំទៅចកាមេឃរៀងក្តៅចាពុកម៉ែបងប្អូនបើចង់ញ៉ាំអីចង់មកលេងចកាអូនឪមកហើយនៅពីមជាងចាយើងហួសពីភូមិ73មកដល់ពីមជាងហ្នឹងហើយបើសិនជាពីភ្នំពេញមកគឺមកដល់ពីមជាងមុនបន្ទាប់មកបានដល់ភូមិ73ខ្ញុំឃើញនៅតាមផ្លូវថ្នល់គេលក់ច្រើនណាត្រេនឡើងកោហើយអត់ដឹងដឹកពីណាមកទេអញ្ចឹងខ្ញុំក៏សម្រេចចិត្តចូលចកាហើយមានអ្នកខ្លះក៏គាត់ញ៉ាំទៅត្រេនពលត្រេនហើយផុសតាម Facebook ច្រើនចាពុកម៉ែបងប្អូនមុននឹងទិញផ្លែត្រេនញ៉ាំសូមពិនិត្យឲ្យបានច្បាស់លាស់ថាត្រេនមកពីប្រភពខាងណាហើយសូមជួយថែសារសុខភាពខ្លួនឯងពីព្រោះត្រេនខ្លះនាំចូលពីប្រទេសផ្សេងគាត់ប្រើថ្នាំគីមីបើសិនជាបងប្អូនចង់ច្បាស់ចង់បានរបស់ល្អគួរទៅដល់ចកាយើងអាចទៅទិញនៅចំការយើងកាត់ផ្លែខ្លួនឯងតែម្ដងវាមានអារម្មណ៍ថាច្បាស់លាស់ជាងយើងទិញពីផ្សារទៅអញ្ចឹងណាអត់ទុំស្ទើរឡើយទុំដែរចានេះត្រេនម៉ុនថងគាត់ដាក់តាមឯផ្ទះហ្នឹងគាត់មានច្រើនមុខមានភួងមនីមានម៉ុនថងមានឈុននីអីផ្សេងទៀតទៅចំការគាត់នៅក្នុងចំការគាត់ក៏មានដើមមកុដមានសាវម៉ាវផងដែរហើយសាវម៉ាវរបស់គាត់ក៏លក់1គីឡូ8,000ហើយមកុដ1គីឡូ10,000ចាសម្រាប់ថ្ងៃសម្រាប់ពីការងារថ្ងៃសៅរ៍អាទិត្យបងប្អូនអាចមកលេងចំការនៅតាមខេត្តបានគឺនៅចំការតាមខេត្តគឺសម្បូរផ្លែឈើហូបផ្លែច្រើនសម្រាប់បងប្អូនគាត់ចង់មកសម្រាកចង់ដើរលំហែអីឲ្យសប្បាយចិត្តសម្រាប់ពីការងារឬក៏រីលិចជាមួយនឹងការងារដែលយើង stress កន្លងមកហើយបងនេះហើយនេះចាបងអូនមកដល់ផ្ទះឥឡូវដល់ម៉ោងពុះត្រេនហើយចាត្រេននេះយើងគិតទៅមួយផ្លែវាហ្នឹងយើងយកទៅថ្លឹងមើលបាន1គីឡូកន្លះ1គីឡូកន្លះហើយបងប្អូនហាយសម្បកវាទៅសាកយកទៅថ្លឹងមើលគឺសម្បកវាហ្នឹង1គីឡូហើយបើគិតពីសាច់ហើយនឹងគ្រាប់ហ្នឹងទៅគិតទៅយើងថាសាច់ហ្នឹងបានតែ3ខាំគត់ហើយនិយាយរួមទៅវាឆ្ងាញ់ហើយឈ្ងុយមែនតែនហ្មងអញ្ចឹងណាហើយសម្រាប់បងប្អូនខ្លះដែលគាត់ចង់ទិញតែសាច់តែម្ដងក៏ចំណេញដែរប៉ុន្តែក៏មិនចំណេញប៉ុន្មានដែរវាគិតទៅ
ផាត់ទៅវាស្មើតែគ្នានឹងឯងហើយត្រេននេះគេហៅត្រេនភូមិនីអត់សូវមានសាច់ច្រើនហ្មងទេភាគច្រើនវាមានគ្រាប់អីអញ្ចឹងណាគ្រាប់ច្រើនប៉ុន្តែវាឈ្ងុយហើយផ្អែមដោយសារវាត្រេនធម្មជាតិដាំនៅចកាយើងអញ្ចឹងណាបងប្អូនហើយសម្រាប់ត្រេនម៉ុនថងគឺមានសាច់ច្រើនប៉ុន្តែសបកវានឹងរៀងក្រាស់បន្តិចអញ្ចឹងណាហើយសម្រាប់ត្រេននេះសបករៀងស្ដើងប៉ុន្តែក៏បានសាច់តិចដែរហើយនេះខ្ញុំទិញត្រេននេះត្រេនម៉ុនថងនេះគឺខ្ញុំបកឲ្យដាក់ប្រអប់ហ្នឹងចាដាក់ប្រអប់ហ្នឹងគ្រាន់ចែកបងប្អូនមិត្តភ័ក្តិម្នាក់ប្រអប់ចឹងទៅនេះគេហៅត្រេនម៉ុនថងគឺមានសាច់ច្រើនមានគ្រាប់តូចតូចតែសបកវាក្រាស់បន្តិចចាអរគុណបងប្អូនសម្រាប់ការតាមដានទស្សនាវីដេអូរបស់នាងខ្ញុំជួបគ្នានៅវីដេអូក្រោយៗទៀត